ba chụp điệp xua bông phồn bà mà sao mình nhầm tranh vì tàu clay bông phồn bà cái này và tranh vì tàu bình một đòn vì cả thường mà hộp và dòng sao mình nhớ bông phồn bà bông phồn lọp xa mà hộp như thế bông phồn bà mà hộp ní xăm anh như vấn đề bông phồn thư phạm một ngày này bông phồn mà hộp đi clay chấm phương lương tì mùi là thế bông phồn bàនេះគឺឆាតៅហ៊ូបងប្អូនបាទតៅហ៊ូជាមួយនឹងកោះមាន់បងប្អូននេះតៅហ៊ូហើយខ្ញុំឆាជាមួយនឹងដើមខ្ទឹមបងប្អូនដើមខ្ទឹមខ្ញុំចែកគេកន្លះគីឡូមកជាមួយនឹងខ្ទឹមក្រហមហើយយើងកាត់វាទៅវែងបងប្អូនខាងដៃមកប៉ុន្តែកោះមាន់ខ្ញុំស្ងោរទៅដល់បងប្អូនបាទខ្ញុំដាក់អំបិលមកចាប់ឲ្យខ្ញុំស្ងោរជាមួយនឹងស្លឹកខ្ទឹមជាមួយនឹងស្លឹកក្រូចបងប្អូនកុំឲ្យវាធំណាបងប្អូនកុំឆាវាទាំងឆៅទៅវាធំក្លិនណាបងប្អូនកោះមាន់នេះគឺប្រយ័ត្នប្រយែងមែនតើតើស្ងោរអញ្ចឹងបងប្អូនស្ងោរវាឲ្យលាងទឹកឲ្យស្អាតចម្រាស់វាបីទឹកឲ្យស្អាតទៅចាំយើងយកមកឆាបងប្អូនបាទនេះដើមខ្ទឹមបងប្អូនបាទបងប្អូនសាកឡើងមើលបាទដើមខ្ទឹមសារជាតិថ្នាំឲ្យវាជំនួយនឹងការពារការយើងលើសឈាមលើអីទៅល្អបងប្អូនបាទតៅហ៊ូនេះខ្ញុំបពងដុំដំបូងខ្ញុំបពងដុំអញ្ចឹងបងប្អូនដល់ពេលពងដុំវាមិនសូវឆ្អិនទេវាឆ្អិនតែក្រៅបងប្អូនកាត់វាជា3ជា4មួយដុំនេះយើងកាត់4ជា3ជា4មកបងប្អូនដុំទូចត្មងណាបាទnóឆាប់ឆ្អិនបាទនេះកោះមាន់ខ្ញុំស្អិនខ្ញុំយកមកលាងទឹកឲ្យស្អាតបាទដើមខ្ទឹមអីខ្ទឹមក្រហមមានច្រើនល្អបងប្អូនបាទនេះតើហ៊ូខ្ញុំកាត់ដុំកងមកឲ្យកោះមាន់លាងទឹកឲ្យស្អាតមកបងប្អូនបាទពី3ទឹកណាកុំឲ្យវាធំក្លិនបងប្អូនបាទតើហ៊ូនេះខ្ញុំកាត់រួចអស់ហើយបងប្អូនបាទយើងរៀបរយចឹងមកគ្រឿងក្រៅយើងមានអីទេបងប្អូនសាមញ្ញមានខ្ទឹមហើយស្លឹកជីនិងម្ទេសចឹងមកបងប្អូនយើងដូចតែយើងឆាយើងធម្មតាទេបងប្អូនក៏យើងបពងនេះឲ្យធ្វើឲ្យយើងក្រៀមបន្តិចមកយើងស្រួលវាឆាទៅបែកបងប្អូនបាទម្ហូបនេះបងប្អូនសាកធ្វើលើមើលឆ្ងាញ់ហើយក្មេងៗចូលចិត្តម្ហូបនេះបាទហើយយើងឆាធម្មតាដូចតែយើងឆាអីសាច់អីធម្មតាចឹងមកបាទគ្រឿងក្រៅខ្ទឹមស្ករវិជែងព្រេងខ្យងចឹងមកបងប្អូនបាទឲ្យកោះមាន់ខ្ញុំដាក់មុនមកយកឲ្យចូលជាតិមកបងប្អូនបាទហើយនេះដាក់តៅហ៊ូយើងចូលមកយកតំណងបងប្អូនបាទម្ហូបនេះគឺឆ្ងាញ់ហើយវាតំណងមើលថាបើមិនឆ្ងាញ់ក៏ត្រូវតែតំណងហូបដែរបងប្អូនជាតិណាស់បងប្អូនទំនេរសាកល្មើអស់លុយតិចទៀតបងប្អូនបាទកោះមាន់នេះអស់តែខ្ញុំទិញគេកន្លះគីឡូមកអស់ប្រហែលទេ5-6000ទេបងប្អូនបាទហើយតៅហ៊ូនេះខ្ញុំទិញគេដូចជា2ដុំហ្នឹងមួយដុំវា5ដុំបាទមួយថង់វាអញ្ចឹងវាអស់តែអស់6000ដែរបងប្អូនបាទអញ្ចឹងសាច់ឯងតៅហ៊ូនេះអស់12000បងប្អូនបាទដើមខ្ទឹមយើងចែកគេអស់2-3000ទៀតមកជាមួយនឹងខ្ទឹមក្រហមនេះរួចមកពេលបងប្អូនហើយមកហូបមកខ្ទះធំណាបងប្អូនឆាប៉ុណ្ណឹងមកវាតំណងបាទហើយបងប្អូនហើយដើមខ្ទឹមយើងចាក់ឈូមកនិយាយហូបទៅវាសាយខ្លួនណាបងប្អូនបាទខ្ទឹមក្រហមហើយខ្ទឹមដើមខ្ទឹមនេះសាយខ្លួនល្អណាស់យើងជួយប្រព័ន្ធសរសៃឈាមយើងល្អបងប្អូនបាទសារហូបដើមខ្ទឹមតិចព្រោះនេះក្មេងជួនកាលគាត់អត់ចូលចិត្តទេប៉ុន្តែអាហ្នឹងបើយើងហូបទៅទេវាហាងបងប្អូនបាទយកឆាទៅជាមួយដើមខ្ទឹមឡើងផ្អែមបងប្អូនផ្អែមហ្មងអាគល់ខ្ទឹមដើមខ្ទឹមហ្នឹងខ្ញុំទំឆាលើកទី1ដែរបងប្អូនតំណងប្រហែលជាមានលើកទី2ទី3ទៀតហើយមកទៅហើយតំណងយ៉ាងនេះបាទនេះរៀបរយចង់ឆ្អិនបាត់ហើយបងប្អូនបាទហូបនេះបើសិនបើខ្លែមក៏ត្រូវដែរបងប្អូនតំណងបាទបងប្អូនចាំមើលសាកមើលទៅបងប្អូនយើងប្រើសាច់ក៏បានប្រើសាច់ជ្រូកក៏បានដែរបងប្អូនសាច់ជ្រូកវាទន់ជាមួយនឹងបន្លែបងបាទខ្ញុំចែកកោះមាន់ហ្នឹងគ្រាន់តែធ្វើអីផ្សេងទេតែប៉ុន្តែនឹកឃើញគេលក់តៅហ៊ូហ្នឹងបងមើលធ្វើអាហ្នឹងសាកមើលឥឡូវធ្វើបានមកខ្ទះមកឡើងតំណងបងប្អូនហើយជាតិណាស់បងប្អូនម្ហូបនេះបាទនេះម្ហូបយើងសម្រាប់អ្នកស្រែក៏បានអ្នកទីក្រុងក៏បានបងប្អូនមើលតំណងណារួចតែស្លឹកខ្ទឹមមករួចជាការស្រេចហើយបងប្អូនបាទម្ហូបមួយមុខនេះតំណងណាស់បាទមើលបងប្អូនទំនេរធ្វើសាកលើមើលបងប្អូនបាទធ្វើតាមខ្ញុំលើមើល
rồi ngay nha bà ngay nó xóm kêu đòi luôn anh bằng phone tạm prai tạm sạp hay nhóm thưa tạm tầm rơi tạm một cua sa nhóm thế bằng phone thưa tầm rơi tạm một cua sa bằng phone chó mà